សូមអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะអ្នកមកខោរតនតិយសៈវន្ទាមិខ្ញុំព្រះករុណាម្ចាស់សូមលើកកំងបងអេមជលីគោរពសំពះនមស្ការចំពោះព្រះជន្ម3នៃគុណព្រះត្រៃរតន៍គឺមានគុណព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពកោតក្រែងដល់គង់គួរអំពីសំណាក់អង្គខ្ញុំព្រះករុណាអាត្មាភាពមួយចំណែកលើទៀតនោះក៏សូមធ្វើនៅសេចក្តីគោរពរាប់អានចំពោះលោកគ្រូធម្មអាចារ្យគ្រប់ប្រាលោកយាយលោកតាអិសរាធិបតីសម័យដើមទៀនប្រធានដាមនអស់លោកជាសាធុសពរស្រីប្រុសកុមារាកុមារីយុវជនយុវតីបងប្រុសបងស្រីសិស្សានុសិស្សអភកវតិសបញ្ញវន្តទាំងអស់ដែលមានវត្តមាននៅក្នុងមហារោងបុណ្យក៏ដូចជាលឺតាមសម្លេងឃោសនាសាស្ត្រហៅថាសម្លេងមីក្រូនាវេលាគ្រាឱកាសនេះដោយសេចក្តីគោរពស្រឡាញ់រាប់អានអំពីសំណាក់អង្គខ្ញុំព្រះករុណាអាត្មាភាពរោគាចេវ័នអន្តរាយាចឧបារាចេឧបតវិពុទ្ធាតេអានុភាវេនេដោយអានុភាពនៃកិរិយាតាំងបត់នមស្ការមានព្រះពុទ្ធរតនៈជាដើមប៉ុណ្ណេះនេះក៏សូមការពារបញ្ជាបងនៅឧបទ្រពឧបវន្តតាយទាំងឡាយទាំងពួងដែលកើតមាននៅក្នុងសន្តាននៃចាប់ដំណើរជីវិតរបស់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសក៏សូមឲ្យចង្រៃនឹងឧបទ្រពជាដើមនោះចូលដល់នៅសេចក្តីវិញ្ញាណបាត់បង់ចាប់តាំងពីថ្ងៃនេះតរៀងទៅតតនន្តរង្ខមន្តិសេសាមិទីនតីបន្តពីការប្រពើបន់នមស្ការអាយ៉ា3បទយោមព្រមដោយវិរោះសង្ខេបបែបរៀងខ្លីនេះទៅក៏តម្រង់មកដល់លោកអង្គខ្ញុំព្រះករុណាអាត្មាភាពព្រះភិក្ខុរៀងទៅរៀងគួងនៅក្នុងទីអារាមវត្តសូក៏បានទូនាទីអំពីសំណាក់លោកគ្រូធម្មអាចារ្យគ្រប់ប្រាលោកយាយលោកតាអិសរាធិបតីសម័យដើមទៀនប្រធានដាមបនអស់លោកជាសាធុសពរស្រីប្រុសទាំងអស់ក៏បានរតនានិមន្តអង្គខ្ញុំព្រះករុណាអាត្មាភាពព្រះភិក្ខុរៀងទៅរៀងដើម្បីចូលខ្លួនស្វាថ្លែងសម្ដែងនៅប្រកបទេសនាចែកជូនដល់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសដើម្បីជាទីសម្រាប់ដើម្បីទទួលយកនៅកុសលផលអានិសង្សតាមនិស័យជ្រះថ្លារៀងខ្លួននាវេលាគ្រាឱកាសនេះកម្មវិធីបុណ្យបានប្រារព្ធធ្វើនៅក្នុងភូមិស្វាយាស្រុកស្វាយជ្រុងខេត្តស្វាយរៀងកម្មវិធីបុណ្យបានប្រារព្ធធ្វើត្រូវនៅថ្ងៃទី13ខែ3ឆ្នាំ2025ត្រូវនៅព្រះពុទ្ធសករាជ2568កម្មវិធីបុណ្យនេះទៀតសោតមានឈ្មោះថាកម្មវិធីបុណ្យទក្ខណារបទានបច្ច័យ4ក៏ដូចជាកតញ្ញូកតវេទីរបស់កូនប្រុសកូនស្រីចំពោះអ្នកម្ដាយលោកប្រពន្ធក៏ដូចជាលោកអ្នកដែលមានឧបការៈគុណរបស់លោកនៅក្នុងគណៈពេលនេះអញ្ចឹងទៅនោះនៅក្នុងថ្ងៃនេះលោកយាយលោកតាព្រមទាំងកូនប្រុសស្រីញាតិមិត្តសាស្ត្រារហ័សចិត្តឆ្ងាយទាំងអស់លោកក៏បានព្រួយក្តាមប្រពធ្វើនៅកម្មវិធីបុណ្យនេះឡើងជាកិច្ចរលឹកនឹកគុណនូបការៈចំពោះលោកអ្នកដែលគាត់បានហាក់បែកចែកខាងទលេខាងទៅកាន់ប្រាក់លោកខាងមុខលោកផងក៏ដូចជាធ្វើជាកិច្ចតបស្នងសងគុណចំពោះលោកអ្នកមានគុណដែលជាអ្នកមានជីវិតស្រស់នៅបច្ចុប្បន្នយើងនេះផងញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសទាំងអស់ធ្វើបុណ្យនៅក្នុងថ្ងៃនេះគឺយើងធ្វើពីផ្នែកនេះញាតិញោមនោះធ្វើមួយផ្នែកចំពោះអ្នកស្លាប់ហើយមួយផ្នែកទៀតនោះគឺចំពោះលោកអ្នកដែលមានជីវិតស្រស់រស់នៅអញ្ចឹងបើសិនជាយើងធ្វើបុណ្យចំពោះអ្នកស្លាប់ដូចញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសបានរៀបចំនៅពីមុខនឹងអញ្ចឹងគឺមានសាដកឬមួយក៏យើងហៅថាបច្ច័យទាំង4ឬមួយក៏មួយទៀតយើងហៅថាបុណ្យទក្ខណានុបទាន
ចឹងបុណ្យតកណានុប្រទាននេះគឺសំខាន់ណាស់សម្រាប់អ្នកស្លាប់ញាតិញោមចំពោះតបរិស័ទត្រីប្រណោះមិនថាគាត់ស្លាប់យូរហើយក្តីថ្មីក្តីគឺញាតិញោមចំពោះតបរិស័ទត្រីប្រុសបើសិនជាយើងចង់ឲ្យបានសម្រាប់កុសលផលទានឬមួយក៏របស់របរណាមួយដែលញាតិញោមចំពោះតបរិស័ទត្រីប្រុសពេញចិត្តនឹងធ្វើជូនគាត់គឺយើងត្រូវធ្វើតកណានុប្រទាននឹងដោយសារតែតកណានុប្រទាននេះគឺជាភាសាបាលីញាតិញោមចំពោះតបរិស័ទត្រីប្រុសហើយបើសិនជាភាសាខាងរដ្ឋជាតិរបស់យើងប្រើថាតាមបំពេញតាមឧទ្ទិសតាមចែកតាមរំលែកតាមជូនអញ្ចឹងមិនថាគាត់ស្លាប់ហើយក្តីក៏ញាតិញោមចំពោះតបរិស័ទត្រីប្រុសនៅតែមានចិត្តនឹកនាអាឡោះអាល័យនឹកឃើញនៅគុណលោកបការៈដ៏ធំធេងរបស់លោកអ្នកដែលមានឧបការៈទាំងអស់នោះទើបញាតិញោមចំពោះតបរិស័ទត្រីប្រុសបានធ្វើបានបំពេញបុណ្យនាវេលាគ្រាឱកាសនេះដោយនៅក្នុងគាថារបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងថាអពាសិមេអាកាសិមេញាតិមិត្តាសក្ខាចមេបេតណាំងតេកណាំងតជាពពេកតមនុស្សរាំងបុគ្គលការរលឹកឃើញនៅឧបការៈគុណដែលលោកបានធ្វើទុកដល់ខ្លួនក្នុងការលំថាអ្នកនេះបានឲ្យរបស់នេះដល់ខ្ញុំអ្នកនេះបានធ្វើគុណនេះដល់ខ្ញុំជួនទាំងឡាយនោះជាញាតិមិត្តនិងជាសម្លាញ់របស់ខ្ញុំដូច្នោះហើយគូឲ្យតេកណានុប្រទានដល់គាត់អញ្ចឹងគូឲ្យតេកណានុប្រទានហ្នឹងគឺដូចញាតិញោមចំពោះតបរិស័ទត្រីប្រុសធ្វើនៅពេលហ្នឹងអញ្ចឹងក៏ប៉ុន្តែតេកណានុប្រទាននឹងទៀតសោតលោកត្រាណាតញាតិញោមចំពោះតបរិស័ទត្រីប្រុសធ្វើទៅតាមរូបមន្ត3យ៉ាងដែលព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងបានបន្សល់ទុកមកដល់បច្ចុប្បន្នយើងហ្នឹងរូបមន្ត3យ៉ាងនេះគឺសំខាន់ណាស់សម្រាប់តេកណានុប្រទានរបស់ញាតិញោមចំពោះតបរិស័ទត្រីប្រុសបើសិនជាយើងរំលងរូបមន្តណាមួយក៏បុណ្យនឹងមិនសូវបានដល់អ្នកស្លាប់នឹងបានច្រើនដែរទី1ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងអង្គទ្រង់ត្រាស់សម្ដែងថាតេកណៃយតាមពទាយាអញ្ចឹងញាតិញោមចំពោះតបរិស័ទត្រីប្រុសទាំងអស់ដែលមានជីវិតស្រស់រស់នៅហ្នឹងបើសិនជាចង់ធ្វើបុណ្យធ្វើទានឲ្យបានសម្រេចដល់អ្នកស្លាប់លោកត្រាណាតែញាតិញោមធ្វើតាមរយៈអ្នកដែលមានសិលដោយសារតែអ្នកមានសិលគឺជាអ្នកដែលអាចញ៉ាំងអត្តភាពនៃបុណ្យកុសលរបស់ញាតិញោមចំពោះតបរិស័ទត្រីប្រុសនឹងឲ្យបានសម្រេចដល់អ្នកស្លាប់បានហើយអ្នកដែលមានសិលនឹងមិនមែនសំដៅមករកតែព្រះសង្ឃទេណាញាតិញោមណាគឺញាតិញោមចំពោះតបរិស័ទត្រីប្រុសអាចធ្វើតាមរយៈលោកគ្រូធម្មយាចាគ្រប់ប្រានលោកយាយលោកតាដែលមានសិល5សិល8ហ្នឹងក៏ញាតិញោមអាចធ្វើបុណ្យឧទ្ទិសជូនទៅដល់អ្នកស្លាប់បានដែរដែលនៅក្នុងគាថារបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងអង្គទ្រង់ត្រាស់សម្ដែងថាសង្ឃោលោកេសុខេតាំងវបជិមហន្តចលੰព្រះសង្ឃនិងលោកគ្រូធម្មយាចាលោកយាយលោកតាឧបាសកឧបាសិកាអ្នកមានធម៌អាសិល5សិល8គឺជាយានជំនិះសម្រាប់ដឹកជញ្ជូនទ្រព្យសម្បត្តិធនធានរបស់ញាតិញោមចំពោះតបរិស័ទស្រីប្រុសដែលមានឲ្យបានសម្រេចដល់អ្នកស្លាប់ហើយញាតិញោមចំពោះតបរិស័ទស្រីប្រុសស្ដាប់អាត្មាភាពជំរាបអញ្ចឹងញាតិញោមដែរហើយចុះហេតុអីបានដែរធ្វើបុណ្យធ្វើទានតាមរយៈលោកគ្រូធម្មយាចាគ្រប់ប្រានបានសម្រេចដល់អ្នកស្លាប់ដែរដោយសារតែសម័យពុទ្ធកាលនោះមានរឿងនាងវិមាននិកប្រែតញាតិញោមចំពោះតបរិស័ទស្រីប្រុសនាងវិមាននិកប្រែតទៅកើតជាប្រែតនៅលើកោះមួយនាងនឹងមានទ្រព្យសម្បត្តិច្រើនណាស់មានផ្ទះមានសបាយកន្លែងរស់នៅមានសម្ភារៈប្រើប្រាស់សពគ្រប់បែបយ៉ាងទាំងអស់ក៏ប៉ុន្តែអកុសលអីនាងវិមាននិកប្រែតនឹងខ្វះខោអាវស្រីពះនាងនឹងកាលពីនៅរស់ធ្វើបុណ្យធ្វើទានណាក៏ប៉ុន្តែភ្លេចធ្វើគេហៅថាដាំពូជជ័យបរិបច្ច័យនឹងចឹងហើយបានតែបុណ្យតូចបុណ្យធំក្តីលោកគ្រូធម្មយាចាតែដឹកនាំញាតិញោមឲ្យរៀបចំសាដកជាដើមនឹងសាដកនឹងគេរាប់ចូលបច្ច័យ4អញ្ចឹងមានស្បង់ស្បែកត្រៃជីវរនៅត្រង់ក្នុងសាដកនឹងគឺសំដៅទៅលើខោអាវសៅស្បែកនឹងកាលណាយើងធ្វើសពគ្រប់បែបយ៉ាងទៅយើងមានសម្លៀកបំពាក់ស្រីពាក់ស្អាតបានអីចឹងទៅនាងវិមាននេះក៏ប្រែតនឹងភ្លេចដាំពូជជ័យបរិបច្ច័យនឹងកើតទៅជាប្រែតខ្វះសម្លៀកបំពាក់ថ្ងៃមួយអ្នកបើសំពៅដើរលក់របស់របរចុះឡើងលក់ចុះលក់ឡើងក៏ទៅដល់កោះមួយដែលនាងវិមាននេះក៏ប្រែតនឹងនៅស្រាប់តែអ្នកសំពៅនឹងឡើងទៅនិយាយរះផ្ទះស៊ូសុកទុកគ្នាទៅវិញទៅមកជាមួយនាងវិមាននេះក៏ប្រែតស៊ូចុះស៊ូឡើងអ្នកសំពៅនឹងឆ្ងល់ថាហើយចុះហេតុអីបានតែនាងវិមាននេះក៏ប្រែតនិយាយស្ដីជាមួយពួកគាត់ក៏ប៉ុន្តែនាងនឹងអត់ចេញពីផ្ទះទេនាងនឹងសុខចិត្តអើតក្បាលតាមបង្អួចមកនិយាយស្ដីជាមួយគាត់តើនាងវិមានក៏ប៉ុណ្ណានាងវិមាននេះក៏ប្រែនឹងខ្លាចគាត់ធ្វើបែបមែនឬមួយក៏ខ្លាចគាត់ឃើញរូបរាងកាយរបស់នាងមែនទើបនាងមិនហ៊ានចេញពីផ្ទះក៏ស៊ូចុះស៊ូឡើងទៅនាងវិមាននេះក៏ប្រែនឹងក៏ឆ្លើយថា
ទេអស់លោកខ្ញុំមិនបានខ្លាចអស់លោកទេក៏ប៉ុន្តែដោយសារតែខ្ញុំអាក្រាតកាយនេះមានន័យថាអត់មានសម្លៀកបំពាក់ស្លៀកពាក់ណាញាតិញោមណាអញ្ចឹងទៅពួកអ្នកសំពៅនឹងថាបើសិនជាអាក្រាតកាយចំខ្ញុំជាអ្នកដើររកខោអាវសម្លៀកបំពាក់ហើយចាំខ្ញុំយកឲ្យនាងផ្ទាល់ចឹងទៅនាងវិមាននេះក៏ប្រែនឹងក៏ឆ្លើយប្រាប់វិញថាទេអស់លោកបើសិនជាអស់លោកចង់ឲ្យខ្ញុំបានសម្លៀកបំពាក់អំពីអស់លោកចូលអស់លោកយកសម្លៀកបំពាក់ទាំងអស់នោះទៅធ្វើបុណ្យតាមរយៈអ្នកដែលមានសិលជូនអ្នកមានសិលប្រគេនអ្នកមានសិលទើបខ្ញុំអាចទទួលសម្លៀកបំពាក់អំពីអស់លោកបានដល់ពេលចឹងទៅពួកអ្នកសំពៅនឹងក៏ចាប់ផ្ដើមគិតថាទេនៅលើកោះនៅលើសំពៅមានប្រសងមានវត្តមានវាយណាស្រាប់តែគិតចុះគិតឡើងទៅនឹកឃើញតែម្នាក់គាត់មុននឹងចុះសំពៅនឹងគាត់សមាទានសិល5ដល់ពេលចឹងទៅញាតិញោមជាពុទ្ធបរិស័ទត្រេកប្រហើយពួកអ្នកសំពៅនឹងក៏បានយកសម្លៀកបំពាក់ទាំងអស់ហ្នឹងទៅជូនលោកតាម្នាក់ដែលគាត់សមាទានសិល5នឹងស្រាប់តែគាត់ជូនហើយគាត់អត់ទិសុំឲ្យបានសម្រាប់កុសលផលបុណ្យមានសម្លៀកបំពាក់ជាដើមនេះសូមឲ្យបានសម្រាប់ទៅដល់នាងវិមាននេះក៏ប្រែតយកស្រីពាក្យ5ប្រាស់អីចឹងទៅដល់ពេលចឹងទៅអានិសង្ឃនៃបុណ្យកុសលដែលគាត់បានឧទ្ទិសតាមរយៈអ្នកដែលមានសិលហ្នឹងក៏បានសម្រាប់ទៅដល់នាងវិមាននេះក៏ប្រែតនឹងនាងវិមាននេះក៏ប្រែតនឹងក៏បានសម្លៀកបំពាក់ស្រីពាក្យនិយាយពីថាស្អាតអើយសែនស្អាតដោយអំណាចនៃបុណ្យកុសលរបស់គាត់ផងនោះរឿងនេះគឺអាត្មាភាពចង់សរបញ្ជាក់ជម្រាបជូនញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសថាការធ្វើបុណ្យការធ្វើទានចំពោះអ្នកស្លាប់នេះឲ្យតែញាតិញោមធ្វើតាមរយៈអ្នកដែលមានសិលគឺបានបុណ្យបានកុសលដូចគ្នាឧទាហរណ៍ថាលោកគ្រូធម្មវាចារៀបចំទុកដាក់បុណ្យរបស់ញាតិញោមឃើញគាត់ហត់នឿយឃើញគាត់បែកញើសហូរញើសឃើញគាត់ស្អកកញាតិញោមជូនខារម៉ៅបាកាសពូជួលជូនបាយទឹកនំចំណីត្រីសាច់ជូនស្នាមញញឹមដល់គាត់បានបុណ្យបានកុសលដូចគ្នាហើយញោមឧទ្ទិសជូនដល់បុព្វការីជួនរបស់ញោមទៅប៉ុន្តែគាត់នឹងមកទទួលអនុមោទនាអំពីសំណាក់ញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសទាំងអស់គ្នានឹងទី1គឺយើងធ្វើតាមរយៈអ្នកដែលមានសិលទី2ព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាទាយកាណាំងឧទ្ទិសេនាទាយុះទាយកាដែលត្រូវជាញាតិជាមិត្តជាបងជាប្អូនជាកូនជាចៅជាអូនជាពូជាមីងជាមៀដែលមានជីវិតស្រស់រស់នៅធ្វើបុណ្យធ្វើទានមិនថាបុណ្យតូចក្តីមិនថាបុណ្យធំក្តីញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសត្រូវតែឧទ្ទិសបើមិនជាយើងធ្វើបុណ្យហើយភ្លេចឧទ្ទិសបុណ្យនឹងអត់បានសម្រេចដល់អ្នកស្លាប់ទេណាញាតិញោមណាអញ្ចឹងឧទាហរណ៍ញាតិញោមជួយស្ដាប់ធម៌នៅក្នុងគណៈពេលនឹងអញ្ចឹងញាតិញោមត្រូវតែខកខើបដោតទៅរកម្ដាយទៅរកឪពុកឬមួយក៏ទៅរកញាតិទាំង7សន្តានដែលគាត់បានបាក់បែកចែកឋានទម្លាយខណ្ឌទៅកាន់ប្រាំលោកខាងមុខហើយនោះសូមឲ្យគាត់អញ្ជើញមកចូលរួមត្រេកអរនៅក្នុងកម្មវិធីបុណ្យកុសលដែលញាតិញោមបានធ្វើហើយសូមឲ្យគាត់បានទទួលអនុមោទនានៅបុណ្យកុសលដែលញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសបានធ្វើនឹងទើបគាត់អាចបានទទួលបើសិនជាញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសធ្វើបុណ្យដែរក៏ប៉ុន្តែភ្លេចឧទ្ទិសបុណ្យនឹងអត់បានសម្រេចដល់អ្នកស្លាប់ទេណាញាតិញោមណាក៏ប៉ុន្តែបុណ្យនឹងនឹងបានសម្រេចសម្រាប់ញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសអ្នកមានជីវិតស្រស់រស់នៅវិញហេតុអីបានអាត្មាភាពថាធ្វើបុណ្យមិនបានឧទ្ទិសអត់បានសម្រេចដល់អ្នកស្លាប់ហើយបានដល់ញាតិញោមវិញបានដល់ញាតិញោមនេះគឺត្រង់ថាគ្រាន់តែញាតិញោមបានជួបគ្នានឹងគ្នាស៊ូសុខទុក្ខរាក់ទាក់ផ្ដល់ស្នាមញញឹមជូនគ្នាទៅវិញទៅមកហូបបបរនំបញ្ចុកជាមួយគ្នាទៅវិញទៅមកញាតិញោមជួយគ្នាទៅវិញទៅមកញាតិញោមស្រឡាញ់គ្នារាក់ទាក់គ្នាទៅវិញទៅមកត្រង់កន្លែងនឹងហើយដែលលោកហៅថាបុណ្យបុណ្យគឺជាសភាវៈដែលមើលមិនឃើញបុណ្យគឺជាភាសាបាលីគេហៅថាបញ្ញដល់ពេលសំស្ក្រឹតហៅថាបុណ្យដល់ពេលភាសាខេមរៈជាតិយើងហៅថាសេចក្តីសុខសេចក្តីចម្រើនចឹងកាលណាញាតិញោមមានសេចក្តីសុខមានសេចក្តីចម្រើនមានស្នាមញញឹមចេះយកអាសារាក់ទាក់ផ្ដល់តម្លៃជូនគ្នាទៅវិញទៅមកហ្នឹងលោកសម្ដែងថាជាបុណ្យហើយណាញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសណាអញ្ចឹងញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសទាំងអស់ធ្វើបុណ្យធ្វើទានអាត្មាភាពសូមជម្រាបជូនម្ដងទៀតមិនថាបុណ្យតូចបុណ្យធំទេគឺត្រូវតែឧទ្ទិសឲ្យបានចំឈ្មោះចំពោះអ្នកស្លាប់ហើយបើសិនជាលោកគ្រូធម្មវាចាលោកចេះបាលីលោកពោលពាក្យថាអីទាំងវោញាតិតៃទាំងហោតសុបតាហោតញាតិយោហើយបើញាតិយោមិនចេះបាលីទេញាតិយោគ្រាន់តែពោលពាក្យថាសូមជួយកដាយសូមជួយពុកសូមជួយយាយកតាខឬមួយទៅញាតិការទាំង7សន្តានរបស់ញាតិយោជាពុទ្ធបរិស័ទត្រីប្រុសសូមលោកមកទទួលអនុមោទនានៅមនុស្សផលកសលផលទានដែលកូនប្រុសកូនស្រីបានធ្វើបានបំពេញអីចឹងទៅប៉ុន្តែគាត់នឹងបានមកទទួលអនុមោទនាអំពីសំណាក់ញាតិយោជាពុទ្ធបរិស័ទត្រីប្រុសនឹងទី2
ដល់ពេលទី3លោកសម្ដែងថាពេលតណឹងអនុមោទនានេះអញ្ចឹងបុណ្យកុសលទាំងអស់កាលណាញាតិញោមជាពុទ្ធបរិស័ទបានធ្វើតាមរយៈអ្នកមានសិលហើយកាលណាញាតិញោមបានជួយធ្វើហើយញាតិញោមបានឧទ្ទិសពិតណាស់បុណ្យកុសលនឹងបានសម្រេចដល់អ្នកស្លាប់ហើយកាលណាដល់បុណ្យកុសលនឹងសម្រេចដល់អ្នកស្លាប់តាមទំនៀមទម្លាប់ប្រពៃណីខ្មែររបស់យើងគឺគេមិនចោលទេធ្វើបុណ្យតូចក្តីធ្វើបុណ្យធំក្តីតែងតែចង់សូមពរជ័យសិរីសួស្តីអំពីញាតិអំពីមិត្តអំពីម៉ែអំពីឪអំពីយាយអំពីតាដែលគាត់បានស្លាប់ទៅហើយនោះសូមឲ្យគាត់ជួយតាមថែរក្សាបីបាច់ថ្នាក់ថ្នមឬមួយទៅជួយញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសឲ្យរកទទួលទានមានបានអីជាដើមហ្នឹងទៅតាមអំណាចនៃជំនឿរៀងខ្លួនអីចឹងទៅហើយកាលណាញាតិញោមជាពុទ្ធបរិស័ទបានធ្វើបុណ្យតាមអ្នកមានសិលបានឧទ្ទិសហើយពិតណាស់អ្នកស្លាប់គាត់នឹងបានទទួលអនុមោទនានិងបុណ្យអំពីសំណាក់ញាតិញោមហើយកាលណាគាត់បានទទួលហើយនោះគាត់នឹងបានភ័ក្រងាកក្រោយបន្តជូនពរជូនជ័យសិរីសួស្តីដល់ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសទាំងអស់គ្នាដូចអាត្មាភាពបានជម្រាបអញ្ចឹងណាញាតិញោមណាសូមអនុមោទនាអញ្ចឹងស្ដាប់តន់ទាំងអស់គ្នាហើយណាញាតិញោមណានឹងគេហៅថាបុណ្យធ្វើចំពោះអ្នកស្លាប់ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសបើមិនជាញាតិញោមចង់ឲ្យបានសម្រេចដល់គាត់សូមកុំភ្លេចធ្វើតាមរយៈអ្នកដែលមានសិលធ្វើតាមរយៈការឧទ្ទិសធ្វើតាមរយៈការពេញចិត្តអនុមោទនាត្រេកអរនៅបុណ្យកុសលរបស់ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសនិងបុណ្យទក្ខណានុប្រទានដល់ពេលទី2គេហៅថាបុណ្យបច្ច័យ4អញ្ចឹងបុណ្យបច្ច័យ4ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសពិតជាដឹងពិតជាឮពិតជាស្គាល់ហើយតាំងពីបរមបុរាណមកមិនថាបុណ្យណាទេតែងតែរៀបចំធ្វើបុណ្យបច្ច័យ4នេះជាសំខាន់ដោយសារតែពាក្យថាបច្ច័យនឹងប្រែមកថាជាគ្រឿងអាស្រ័យគ្រឿងអាស្រ័យនេះគឺមិនមែនសំដៅទៅលើតែព្រះសង្ឃទេសូម្បីតែញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសទាំងអស់គ្នាហ្នឹងក៏យើងអាស្រ័យទៅលើបច្ច័យទាំង4នឹងដែរព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងអង្គទ្រង់ត្រាស់សម្ដែងថាបុគ្គលណាដែលមានបច្ច័យទាំង4នេះត្រង់ដំណើរជីវិតហើយនោះបុគ្គលនោះរមែងបាននៅសេចក្តីសុខសេចក្តីចម្រើនញាតិញោមពិតជាឆ្ងល់ហើយថាបច្ច័យ4នឹងយ៉ាងម៉េចទៅដេចគុណអញ្ចឹងអាត្មាភាពនឹងជម្រាបជូនញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសនៅក្នុងគណៈពេលនេះបច្ច័យ4ទី1ហៅថាជ័យវរៈបច្ច័យទី2បណ្ឌបាតបច្ច័យទី3កលៀនភេសជ្ជៈបច្ច័យទី4សេនាសនៈបច្ច័យអញ្ចឹងបច្ច័យទាំង4នេះគឺយើងមិនអាចខ្វះបច្ច័យណាមួយបានទេព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាបច្ច័យទី1ហៅថាបណ្ឌបាតបច្ច័យបណ្ឌបាតបច្ច័យមានន័យថាបាយទឹកនំចំណីត្រីសាច់បើសិនជាញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសទាំងអស់គ្នាហ្នឹងយើងបានដាំពូជបណ្ឌបាតបច្ច័យហើយនោះពិតណាស់មិនថាជាតិនេះឬមួយក៏ជាតិខាងមុខទេញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសនឹងសម្បូរទៅដោយអាហារហូបចុកបាយទឹកនំចំណីត្រីសាច់ហើយបើសិនជាញាតិញោមបានដាំបច្ច័យបណ្ឌបាតបច្ច័យនឹងឧទ្ទិសជូនទៅដល់ញាតិរបស់ញាតិញោមឧទាហរណ៍ថានឹកឃើញម៉ែនឹកឃើញឪនឹកឃើញយាយនឹកឃើញតាហូបសម្លកកោហូបសម្លស្ងោរហូបសម្លឆាហូបសម្លជីនអីចឹងណាញាតិញោមធ្វើម្ហូបអាហារទាំងអស់នឹងឧទ្ទិសជូនតាមអ្នកដែលមានសិលទៅបុណ្យកុសលនឹងបានសម្រេចដល់អ្នកស្លាប់ហើយញាតិញោមក៏បានតាមពូជនឹងទុកសម្រាប់ទៅជាតិខាងមុខនឹងយើងសម្បូរសប្បាយទៅដោយបាយទឹកនំចំណីត្រីសាច់ហូបពិសាព្រះសម្មាសម្ពុទ្ធលោកសម្ដែងទៀតថាបើសិនជាយើងមានបាយមានទឹកហូបគ្រប់គ្រាន់ហើយក៏ប៉ុន្តែយើងខ្វះសម្លៀកបំពាក់ស្រីពាក់លោកសម្ដែងថាអត់បានសុខទេណាញាតិញោមណាចាំហើយបានតែលោកឲ្យយើងតាមពូជជ័យវរៈបច្ច័យមួយទៀតជ័យវរៈបច្ច័យនឹងគឺស្បង់ស្បែកត្រៃជីវរឬមួយតែខោអាវសៅស្បៃដែលចាស់បរមបុរាណដោយលោកគ្រូធម្មយាចារ្យតែងតែដឹកនាំញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសឲ្យប្រគេនស្បង់ស្បែកដល់ព្រះសង្ឃឬមួយក៏ដឹកនាំញាតិញោមទិញខោអាវសៅស្បែកជូនម៉ែជូនឪជូនយាយជូនតាហ្នឹងគឺយើងតាមពូជជ័យវរៈបច្ច័យនឹងទុកកាលណាយើងតាមពូជជ័យវរៈបច្ច័យនឹងទុកទៅកើតជាតិណាយើងសម្បូរខោអាវស្រីពាក់យើងសម្បូរសម្លៀកបំពាក់ប្រើប្រាស់គ្រប់គ្រាន់បងហោហីចឹងទៅសម្រាប់ញាតិញោមហើយបើសិនជាយើងនឹកឃើញម៉ែនឹកឃើញឪនឹកឃើញយាយនឹកឃើញតាកាលពីគាត់នៅរស់គាត់ពាក់អូនកំងអាវប៉ាក់ស្បែកពៀនីខោជាវអាវសស្អាតណាចឹងតែនោះញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសធ្វើនៅបច្ច័យទាំងអស់ហ្នឹងទៅឧទ្ទិសជូនដល់គាត់ទៅគាត់ពិតជាបានសម្លៀកបំពាក់ស្រីពាក់គ្រប់គ្រាន់ស្អាតបានអីចឹងទៅនឹងទី2ដល់ពេលទី3ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងអង្គទ្រង់ត្រាស់សម្ដែងថាប
បើសិនជាយើងមានបាយហូបហើយមានសម្លៀកបំពាក់គ្រាប់គ្រាន់ហើយយើងត្រូវតែតាំងពូជសេនាសនៈបច្ច័យមួយទៀតឧទាហរណ៍ថាញាតិញោមមានបាយទឹកនំចំណីត្រីសាច់មានខោអាវស្លៀកពាក់ក៏ប៉ុន្តែបើសិនជាយើងមិនមានផ្ទះសម្បែងកន្លែងរស់នៅទេនោះប៉ុន្តែយើងមិនបានសុខយើងមិនបានស្រួលទេពេលពេកភ្លីងមេឃបកកជួបខ្យល់ជួបបញ្ហានានាទៅភ្លីងនឹងស្ទឹកខោអាវរបស់ញាតិញោមអស់នឹងស្ទឹកអង្ករសម្ដីបាយទឹកនំចំណីត្រីសាច់របស់ញាតិញោមអស់ចឹងហើយយើងត្រូវដាំពូជសេនាសនៈបច្ច័យមួយទៀតគឺដាំពូជកសាងវត្តឬមួយក៏កសាងផ្ទះសម្បែងកន្លែងរស់នៅជូនម៉ែជូនឪទៅយើងកើតជាតិណាយើងសម្បូរទៅដោយផ្ទះស្អាតសម្បូរទៅដោយកន្លែងរស់នៅត្រឹមត្រូវក៏អូហូហីអីចឹងទៅដោយនន្តយៈអបានតអញ្ចឹងនន្តយៈអបានតគ្រាន់តែធ្វើសាលាប្រគេនដល់ព្រះសម្មាសម្ពុទ្ធគ្រាន់តែយ៉ាងកញ្ជ្រោលទឹកនន្តយៈអបានតនឹងមានប្រសាទទឹកតបចាំគាត់បានទៅហើយយ៉ាងណាមិញញាតិញោមចំពោះបរិស័ទប្រិយប្រុសយើងក៏ចាំដែរបើសិនជាយើងមានប្រាថ្នាសច្ចាកើតជាតិណាសូមឲ្យខ្ញុំមានផ្ទះសម្បែងកន្លែងរស់នៅត្រឹមត្រូវហ្នឹងកុំភ្លេចដាំពូជសេនាសនៈបច្ច័យហ្នឹងទី4គិលានភេសជ្ជៈបច្ច័យគិលានភេសជ្ជៈបច្ច័យនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាបុគ្គលណាកូនណាញាតិណាមិត្តណាបានដាំពូជគិលានភេសជ្ជៈបច្ច័យនេះបុគ្គលនោះនឹងរមែងវាងចាក់ការឈឺស្កាត់បានច្រើនឧទាហរណ៍ដោយលោកយាយវិសាខាអញ្ចឹងមានអាយុ120ឆ្នាំលោកយាយវិសាខាអត់សូវមានជំងឺរំកាត់ពីនៅក្នុងសរីរៈរាងកាយរបស់គាត់ទេដោយសារអីដោយសារតែអំណាចរបស់គាត់ប្រគេនថ្នាំដង្កូវដល់ព្រះសង្ឃដោយសារអំណាចរបស់គាត់ប្រគេនទឹកដោះគោដល់ព្រះសង្ឃដោយសារអំណាចរបស់គាត់ជួយយកអាសាម៉ែឪមើលថែម៉ែឪនៅក្នុងការឈឺស្កាត់អីចឹងទៅធ្វើឲ្យលោកយាយវិសាខាហ្នឹងមានរូបរាងកាយស្អាតបាតរូបរាងកាយរបស់គាត់មិនសូវមានជំងឺដង្កាត់ពីនៅក្នុងសរីរៈរាងកាយទេណាញាតិញោមណាអញ្ចឹងបច្ច័យទាំង4នេះគឺយើងរាប់ចូលនៅបុណ្យបច្ច័យ4របស់ញាតិញោមចំពោះបរិស័ទប្រិយប្រុសបើសិនជាញាតិញោមបានតាមគួរបច្ច័យទាំង4នឹងរឿយហើយយើងកើតជាតិណាពិតណាស់នឹងសបោសបាយក្នុងការហូបចុកក្នុងការស្លៀកពាក់ក្នុងការស្នាក់នៅនឹងមិនសូវមានជំងឺដង្កាត់ពីនៅក្នុងសរីរៈរាងកាយទេអាត្មាភាពសូមឧទាហរណ៍ផ្ទាល់ជូនញាតិញោមចំពោះបរិស័ទប្រិយប្រុសតែម្ដងណាញាតិញោមណាអ្នកដែលមានបុណ្យហើយអ្នកដែលអត់បុណ្យខុសគ្នាណាញាតិញោមណាញាតិញោមសាពិចារណាមើលទៅទារកខ្លះគាត់មានបុណ្យតែរូបដែលគាត់មានបុណ្យមិនទាន់នឹងកើតចេញពីផ្ទៃរបស់ម្ដាយរបស់គាត់ផងនិយាយអំពីម្ដាយឪពុករបស់គាត់មានការរៀបចំផ្ទះសម្បែងកន្លែងរស់នៅមានរៀបចំកន្ទេលថ្នល់មកបច្ច័យលុយកាក់មានប្រាក់របស់របរប្រើប្រាស់សពគ្រប់បែបយ៉ាងទាំងអស់សម្រាប់ចងដៃចងជើងកូនរបស់គាត់និយាយអំពីញាតិមិត្តបងប្អូនយាយតាអូនពូមានមីងក៏ចងដៃចងជើងលុយកាក់នឹងសម្បូរណាក៏ប៉ុន្តែតែរូបខ្លះវិញមកកើតនៅក្នុងប្រតិរបស់ម្ដាយដែរពេលខ្លះប្រសូតចេញមករកតែកណាត់ជូតខ្លួនស្ទើរតែមិនបានផងរកតែអាហារហូបចុក3ពេលឲ្យបានគ្រប់គ្រាន់ស្ទើរតែមិនមានផងរកតែផ្ទះសម្បែងកន្លែងស្នាក់នៅឲ្យបានត្រឹមត្រូវនឹងស្ទើរតែមិនមានផងបបាវេទនាតាំងពីតូចរហូតដល់ធំអីចឹងទៅត្រង់កន្លែងហ្នឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាដោយសារតែយើងមិនបានដាំពូជបច្ច័យទាំង4នឹងទុកហើយដល់ពេលគេដាំពូជបច្ច័យទាំង4នឹងទុកគេមិនទាន់កើតចេញពីផ្ទៃរបស់ម្ដាយគេផងម្ដាយរបស់គេមានដីមានភ្លីមានផ្ទះមានសម្បែងកន្លែងរស់នៅមានលុយមានកាសមានកំណត់គិតព្រួយផ្ដើមឲ្យកូនបានពុំពោះស្រេចទៅហើយណាញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសណាត្រង់កន្លែងនេះបានអាត្មាភាពចង់សរបញ្ជាក់ជំរាបជូនញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសយើងទាំងអស់គ្នាបើសិនជាញាតិញោមចង់បានបុណ្យកុសលឲ្យបានទៅដល់ម៉ែបានដល់ឪយាយតាញាតិមិត្តចង់ឲ្យគាត់បានកើតនៅទីដ៏ពងពោះនោះចូលញាតិញោមធ្វើបុណ្យជូនគាត់រឿយបើសិនជាគាត់អាយុខ្លីអានឹងយើងសូមប្រាថ្នាសូមឲ្យគាត់កើតជាតិណាមានអាយុវែងហើយបើសិនជាគាត់មិនសូវមានសម្លេងបំពាក់ព្រីពាក់ញាតិញោមប្រាថ្នាសូមឲ្យគាត់កើតជាតិណាមានសម្លេងបំពាក់ព្រីពាក់គ្រប់គ្រាន់បើសិនជាគាត់មិនសូវមានបាយទឹកសម្លឆ្ងាញ់ហូបញាតិញោមប្រាថ្នាសូមឲ្យគាត់កើតជាតិណាកើតនៅក្នុងតបោពងពោះរស់សុខស្រួលមានអាហារហូបចុកគ្រប់គ្រាន់អីចឹងទៅនេះគឺជាបុណ្យកុសលដែលព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងថាកាលណាញាតិញោមបានធ្វើហើយបានដាំហើយបានឧទ្ទិសហើយបុណ្យនឹងបានសម្រេចដល់អ្នកស្លាប់សូមអនុមោទនាក៏ប៉ុន្តែមិនមែនញាតិញោមលឺលោករាទេសនាថាធ្វើបុណ្យជាមួយអ្នកស្លាប់ធ្វើបុណ្យជាមួយអ្នកស្លាប់ញាតិញោមថាចាំម៉ែស្លាប់សិនចាំធ្វើបុណ្យចាំឪស្លាប់សិនចាំធ្វើបុណ្យមែនទេញាតិញោមណា
bà miền mai miền ơi nơi rúa đôi nhôm mai nhôm cục nơi bị mốc trắng nhôm nhiệt phương bón bàn đòn hay khơi toát nơi tại đòn hai anh man đặt mang phiếp chừng riêng chun nhiệt nhôm trắng ông đã ho than nhiệt nhôm chun mai tập con thấu khơi con thấu ngàn mình ngắn ngang phạt đo bàn về đấy nhiệt nhôm an thang thói chun con bàn nhiệt nhôm tinh xử lý một phía chun con sri phía khơi con sri phía an mình lo nhiệt nhôm an phạt đo chun con bàn nhiệt nhôm chun bật chay lôi các con trai vi khơi con trai vi khơi con đầu va từ xa tinh mà ôm mà ha chừng đây chừng nó ngang ôm vì xa khơi con nơi ta mà đòn nhiệt nhôm chun con tới cả lại sờ bài chân đi riêng khơi con sờ bài chân đi riêng khơi con một thơm khơi xem thì nhâm bạc con nâng hai đang cái hai than phương con hạt lư ai vật dân chỉ như ban phương con chỉ mùi mai ban phương con chỉ mùi ơi để con miên chỉ vật sờ luôn nơi đi tiếp sáu Pria sama sang put lục sang đại thái sama đừng phương con chỉ mùi pria các nhìn vô nè ai ăn miên pria nè là ăn được pria mai tê ăn miên pria nè là ăn được pria ơi tê pria sama sang put lục sang đại chân miên tại pria mai hơi được pria ơi đừng hơi cứ chỉ pria bất bạc con là bạc con sậy nhìn vô xe bị cha là nam mơ tới cùng buôn khai đọc ngày đại miên pria nam một con tây chùm lục mai tê ăn miên tê các nhìn vô nè miên tại mai miên tại ơi tê tại nơi mơ khai con đang bị con mình chăm cầm nang cao đợt nông tây bạc quan mùi vít đợt đi rồi ôn ta cùng buôn khai đọc ngày còn buôn khai đọc ngày mai của ba mai viên tờ nia đợt nông ca con tây con nước sanh cả hai mai trâu to chầm này ở hà mai trâu to ca sờ bài chân đi riêng mai trâu to nơi ở bay nia thằng đó đam bay ở con miên cho một hiệp nó đợt nông tây bạc quan nơi cái nét về để quan một con trên ngao tiết biệt tha và tôn con trên bao ní chắc của đàn dưỡng ao chua tha chlong tờ lê chẳng biệt tha tờ lê ní cứ không là vâng là vơi nè ai biệt tha chlong tờ lê ní cứ dương do chỉ vứt được đâu nó nhìn vô nè mình nên chlong tờ lê hỏi trên tay phót trên tờ đu tê chun cá chlong phót côn nâng mẹ chun cá chlong phót mẹ nâng con chun cá chlong phót nâng côn chlong phót nâng mẹ hai ba thì dây một pi nhôm mai nhôm phốt nơi bị mốc cao pi sầm anh đọc nam môn rồi nuôi có một thầy nam môn chlong tờ lê giờ miên miên chmọ đôi dương ban chụp on chặt nam sầm rùa ca chư chọc cham chặt nam sầm rùa ca và sâu côn chặt nam sầm rùa cả say cả sâu đấy nó nhìn vô nó miên tại những mò mùi ta mùi nước cay quá và sâu côn trên màu sram tai và sâu côn trên màu hao luôn mà chiêm trồng lẹ tẻo lóc đặc biệt chặt hà luôn rồi môi của chiêm lẹ tẻo bao mai của bạn nè mai chư nè mai bên tận yên nè mai bay nhớ bay chiêm tầm rót nước và sâu côn trên màu mùi về đây và tôn con trên màu mai lục ba giờ đang cả đời nơi cái nét về để mai lưới sầm lên con dung nơi cái nét về để mai ban áo thao con nơi cái nét về để mai ban một bao đọc con mai hạt bay đôi chia bắt tục của vào được đó mai hạt bay đôi chia thu bao được tục lục ba được trong tầm nào chỉ vứt sợi đẹp đeo cài bọc quạt được nông về nông tiền sao sau này nước ọt sơ miên tập co vô mò sọm rồi mua cặp nem chép sầm luôn cặp hai sâu bọc quạt tê cao bị phê lúc tràn tay kỳ do mai đã đặt lương kề đập lương bị còng ăn đôi trai nghiệp đầm bay ấy sầm rùi cả tay cả sâu bọc quạt đầm bay ở quạt miên cho một thiệp lo đầm bay ở quạt miên tập đọc tràn sầm răng một bao đọc con sài chẳng nhìn nhung ta bị cha ràng mơ tất ha ta rơ một quân nam mà đi ai lo đôi mai dương ban tế ta rơ một quân nam mà đi ai lo đôi cao dương tế ba thì dây một pin chỉ chân con pê để con và tôn trên ma hai lúc và chọc bài con tăng bi cả lăng sập ria rồi hôn đo bay buôn tràn ngút tất bài con tăng tay cả lăng bật tơ rồi hôn đo bay buôn bao thì dây một pin tinh xâm lýของ phía hai con sinh phía tăng vì mùi của lê rồi hôn tờ đo rót bằng đó ba thì dây một phi mơ hai con chưa giúp mai mơ giúp con chưa ngày mai mơ ngày mơ ngày mai khát khom prang prang cam qua rót tung vừa sài chụp ca cho ma đầm nem đangต้อง sụp bay được đó vừa ca sầm năng lông chặt hạt kia bay như bay chiêm trâu kỳ chê trâu kỳ say trâu kỳ thaอย่างแน่ก็ได้còn lúc nơi ta khát khom prang prang tu biaគ្រប់ឧបសគ្គទាំងអស់ដើម្បីកូនប្រុសដើម្បីកូនស្រីចឹងហើយញាតិញោមសាពិចារណាមើលទៅថាតើយើងរកបុគ្គលណាម្នាក់ល្អដូចម៉ែយើងបានតើយើងរកបុគ្គលណាម្នាក់ល្អដូចឪយើងបានទេគឺមិនងាយមានទេឪម៉ែខំស្រីជេរថាក៏មិនតែក្របាយទុកឲ្យកូនហូប
ឪម៉ែខាងស្ដីជេរថាក៏មិនតែចង់ឲ្យកូនមានបានឪម៉ែខាងស្ដីជេរថាក៏មិនតែពេលខ្លះអត់ចិត្តលួចសម្រាប់ទឹកភ្នែកម្នាក់ឯងលួចសម្រាប់ទឹកភ្នែកនៅកន្លែងស្ងាត់មិនឲ្យកូនដឹងមិនឲ្យកូនឮទេឪម៉ែពេលខ្លះសុខចិត្តលះបង់សពគ្រប់បែបយ៉ាងទាំងអស់មានចំណីអាហារឆ្ងាញ់តិចតួចមិនហ៊ានហូបខ្លួនឯងទេសុខចិត្តលះតាមជាយកម៉ាលះតាមជាយកសែងលះគេលះឯងយកទៅដល់ផ្ទះសុខចិត្តឲ្យកូនហូបមុនហើយប្រាប់កូនថាកូនហូបចោះម៉ែឆ្អែតហើយកូនហូបចោះម៉ែមិនឃ្លានទេនៅគណៈពេលដែលកូនហូបឆិតអស់កូនហូបសល់ម៉ែសុខចិត្តយករបស់ឆ្ងាញ់ទាំងអស់នោះទៅហូបកន្លែងស្ងាត់ឪសុខចិត្តយកកន្លងរបស់ឆ្ងាញ់ទាំងអស់នោះទៅហូបកន្លែងស្ងាត់មិនឲ្យកូនដឹងមិនឲ្យកូនឃើញទេនិយាយអំពីសេចក្តីស្រឡាញ់របស់ម្ដាយនិយាយអំពីសេចក្តីស្រឡាញ់របស់លោកឪពុកនេះគឺធំធេងណាស់ញាតិញោមចំពោះបរិស័ទប្រុសហើយមិនអាចព្រៀបមិនអាចពិពណ៌នាបានទេមិនអាចសរសេរឬមួយក៏មិនអាចរៀបរាប់អំពីគុណម្ដាយអំពីគុណឪពុកបានទេចឹងហើយបានតែព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងអង្គទ្រង់ត្រាស់សម្ដែងថាកូនប្រុសស្រីណាបានធ្វើបុណ្យជាមួយម៉ែកូនប្រុសស្រីណាបានធ្វើបុណ្យជាមួយឪគឺយើងស្មើនឹងធ្វើបុណ្យជាមួយព្រះណាញាតិញោមណាកូនប្រុសស្រីណាបានដឹងគុណម៉ែកូនប្រុសស្រីណាបានដឹងគុណឪកូនប្រុសស្រីនោះអត់សយត់ទេអញ្ជើញរកស៊ីទីចិត្តទីឆ្ងាយតែតែមានគេអាណិតតែតែមានគេស្រឡាញ់តែតែមានគេយកអាសាតែតែមានទេវតាតាមជួយថែរក្សាបើកផ្លូវជួយមើលថែញាតិញោមចំពោះបរិស័ទប្រុសចំណេះអញ្ចឹងញាតិញោមចំពោះបរិស័ទប្រុសទាំងអស់ត្រូវតែដឹងគុណជាមួយម៉ែដឹងគុណជាមួយឪនេះហើយគឺជាព្រះពិតប្រាកដរបស់កូនប្រុសកូនស្រីដូចនៅក្នុងថ្ងៃនេះអញ្ចឹងកូនប្រុសកូនស្រីរបស់លោកយាយលោកតាបានធ្វើបុណ្យកតញ្ញូជូនកូនប្រុសកូនស្រីនេះគឺជាមេបុណ្យដ៏ធំធេងណាស់ដោយពាក្យមួយគេថាកតញ្ញូតាជាការដឹងគុណជាទុនជីវិតពិតដល់ឆ្នាំជាបារមីធំសម្បើមនិងជាដង្ហើមនៃកុសលអញ្ចឹងកតញ្ញូនេះគឺជាឫសគល់នៃគុណកុសលរបស់ញាតិញោមចំពោះបរិស័ទប្រុសទាំងអស់ញាតិញោមដឹងគុណម៉ែដឹងគុណឪនេះបានគុណបានកុសលធំធេងមែនទែនសូមអនុមោទនាញាតិញោមលើស្ដាប់ធម៌នេះតន់មកទៀតចិត្តទៅណាញាតិញោមណាហើយពេលវេលាក៏ដល់ល្មមអត្ថប្រភាពសម្ដែងធម៌ទេសនានឹងញោមដឹងហើយលោកនារីទេសនានឹងតែ25នាទីឬមួយក៏30នាទីទេណាញាតិញោមណានៅក្នុងរយៈពេលពុះវិញ13-14ឆ្នាំនេះគឺអាត្មាភាពមិនសូវទេសនាច្រើនទេដោយសារតែអត់ចេះដល់ពេលអត់ចេះមិនដឹងទេសធម៌អីមានតែទេសធម៌ខ្លីឆាប់ចប់ហើយណាមួយទៅខ្លាចទេសធម៌យូរទៅញាតិញោមយើងស្ដាប់មិនបានចុកចកេះចុកដៃចុកជើងចុកខ្នងថ្ងៃក្រោយស្បត់លែងមួយលោកនារីនឹងទេសណាញាតិញោមណាចឹងហើយខ្លាចដាច់ជើងទេសនាខ្លីៗទៅញាតិញោមជាពុទ្ធបរិស័ទប្រុសយើងស្ដាប់បានអីកុំឲ្យចុកដៃចុកជើងទាន់កុំឲ្យគិតថាលោកនារីនេះទេសមិនកើតស្ដាប់មិនបានទេចេះតែទេសឯងនេះចុកចកេះសង្អីទៅហើយចឹងហើយបានអាត្មាភាពទេសនាចេះតែលួចមើលញាតិញោមជាពុទ្ធបរិស័ទប្រុសត្រឹមមុខរីកត្រឹមមុខអញ្ញឹមនឹងបានបុណ្យបានកុសលណាញាតិញោមណាដោយពាក្យលេងសើចមួយថាស្ដាប់ធម៌មុខរីករកស៊ីធូស្ដាប់ធម៌មុខជូររកស៊ីតឹងស្ដាប់ធម៌មុខខឹងរកស៊ីខាតហើយបើស្ដាប់ធម៌មុខស្អាតលុយចូលឈឹបសូមអនុមោទនាអញ្ចឹងស្ដាប់ធម៌ត្រឹមមុខស្អាតហ្នឹងហើយលួយចូលឈឹបណាញាតិញោមណាកុំដល់ថ្នាក់ស្ដាប់ធម៌ដល់មុខជូរលួយលែងចូលហើយញាតិញោមជាពុទ្ធបរិស័ទស្ដាប់ធម៌ហើយត្រូវទៅដាក់ពាក្យធ្វើការរំចិត្តផងទើបអាចមានលួយចូលដោយលោកនារីថាមែនណាញាតិញោមណាក៏ប៉ុន្តែដាក់ពាក្យធ្វើការរំចិត្តនេះមិនមែនដាក់ពាក្យធ្វើការរំចិត្តនៅកញ្ជាយនៅប្រវត្តិឬមួយក៏នៅភ្នំពេញនៅកញ្ចេះបាត់ដំបងអីទេគឺយើងដាក់ពាក្យធ្វើការរំចិត្តមើលចៅនៅផ្ទះណាញាតិញោមណាកាលណាញាតិញោមមើលចៅនៅផ្ទះកូនប្រុសស្រីធ្វើកិច្ចការងារទីចិត្តទីឆ្ងាយទៅដល់ខែបានលុយបានកាក់គេផ្ញើជូនញាតិញោមដូចលោកនារីថាមែនណាញាតិញោមណាសូមអនុមោទនាចឹងបទទេសនាមិនបន្តទៀតទេសរុបសេចក្តីមកបើសិនជាញាតិញោមចង់ធ្វើបុណ្យឲ្យបានសម្រេចដល់អ្នកស្លាប់គឺយើងត្រូវធ្វើតាមរយៈអ្នកដែលមានសិលញាតិញោមណាហើយបើសិនជាយើងចង់ធ្វើបុណ្យចំពោះអ្នកម្ដាយលោកឪពុកដែលមានជីវិតស្រស់រស់នៅនោះគឺញាតិញោមធ្វើបុណ្យផ្ទាល់ទៅបានបុណ្យភ្លាមតែម្ដងអត់បានទេជូនលុយជូនកាត់គាត់ធ្វើគាត់ចាយលុយជូនខោអាវសម្លៀកបំពាក់គាត់ធ្វើគាត់ស្លៀកពាក់ខោអាវជូនបាយទឹកនំចំណីត្រីសាច់ដល់គាត់ធ្វើគាត់ហូបពិសាជូនគាត់ទៅកន្លែងសប្បាយចិត្តរីករាយឃើញគាត់មានស្នាមញញឹមអីចឹងទៅហ
ចឹងទៅនោះពធទេសនាមុននឹងបញ្ចប់នៅក្នុងគណៈពេលនេះអង្គខ្ញុំប្រកាសអាត្មាភាពក៏សូមជម្រាបជូនញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសទាំងអស់បើសិនជាយើងមានឱកាសមានម៉ែមានឪដែលមានជីវិតស្រស់រស់នៅនេះញាតិញោមគ្រាន់តែចាំថាគាត់នឹងហើយគឺជាព្រះពិតប្រាកដរបស់យើងគាត់នឹងហើយគឺជាព្រះដែលចិញ្ចឹមបីបាច់កូនប្រុសស្រីដោយមិនចង់បានអ្វីពីកូនប្រុសស្រីទេឲ្យតែកូនប្រុសស្រីមានបានឲ្យតែកូនប្រុសស្រីបានសុខបានស្រួលឲ្យតែកូនប្រុសស្រីរីកចម្រើនគឺម៉ែឪហ៊ានលះបង់សពគ្រប់បែបយ៉ាងទាំងអស់សូមអនុមោទនាអស់ពេលច្រើនខែម៉ែបកតី9ខែ10ថ្ងៃថ្លៃដឹងទេម៉ែពិបាកណាស់ណាមាសមេប្រឹងថ្នមប្រឹងខែបុតចរណៃពោះកាន់តែធំរឹតតែធ្ងន់ឈឺស្ពឹកស្រពន់អស់ជើងដៃវិលមុខចង់ក្អួតស្ទើររាល់ថ្ងៃចុកចាប់ពេកក្រៃមិនហ៊ានស្រែកហូបក៏មិនបានសម្រាមមិនលួប្រាំម៉ែនឹងហត់ស្រក់ទឹកភ្នែកកូនធៀបពោះម៉ែស្ទើរតែបែកម៉ែមិនបានដេកព្រោះតែកូនអស់ពេលពុកជារស្មីនៃជីវិតកូនពុកតែងថែកូនពុកស្មួលចរណៃពុកប្រឹងធ្វើការជារៀងរាល់ថ្ងៃពុកធ្វើដើម្បីបត់ខ្លែងគ្រប់គ្នាពុកបិទចិត្តស្មោះចំពោះកូនណាពុកគឺជាព្រះតែងជួយការពារពុកខំក្រងកូនគ្រប់ពេលវេលាពុកទុកក្រំគ្រាកាយាអំពលពុកអើយពុកល្អនឹងកូនម្ល៉េះពុកឈឺយ៉ាងនេះតែពុកមិនខ្វល់ពុកគិតតែកូនពុកធ្វើនិមលពុកតែងខ្វាយខ្វល់ដល់កូនគ្រប់គ្នាគួរអសូរចិត្តអាណិតម៉ែអស់9ខែម៉ែកបតីទូទ្រាំចាញ់គាត់យល់ហត់លហើយអាស្រ័យបុត្រគ្នាផ្ញើជីវិតម្លឹងហើយម៉ែនៅនឹកស្រឡាញ់លោកម៉ែផ្ដេចមិញអត់បើកើតតឹងឲ្យតែខែបត់ចិត្តពិតចង់ឃើញបុត្រពិសីពេលឆ្លងទន្លេម៉ែឈឺណាស់ឈឺក្រៃឈឺក្រាស់ហូបបល័យស្ទើរផុតជីវិតចាស់លោកីវិស័យមច្ចរាជមករងចាំបើម៉ែបានឆ្លងផុតវាលធំម៉ែស្ដាប់កូនយំម៉ែចំណាំសំលេងកូនតូចដូចបណ្ដាំសាសតាមទ្រូម៉ែឲ្យហែបពិតសូមអនុមោទនាអនុមោទនាដូចខ្សោយយល់ទេបានយើងតន់បានល្អនឹងបញ្ចុះអីទេដឹងបើអនុមោទនាលឺជាងនឹងបានបនកាន់តែច្រើនណាយល់ទេដោយតែក្នុងសម័យពុទ្ធកាលគោសតៈទេវបុត្រអនុមោទនាលឺជាងនឹងនិយាយពីគោសតៈទេវបុត្រនឹងសម្លេងបរោះណាហើយវត្តស្អាតសម្លេងបរោះក្លិនល្អោដោយអំណាចនៃការអនុមោទនារបស់គាត់រៀងលឺក៏ប៉ុន្តែអនុមោទនាលឺរបស់គាត់នឹងមិនមែនដល់ផ្នែកស្រែកមិនមែនដល់ផ្នែកប្រឡងទេណាញោមណាគ្រាន់តែអនុមោទនាឲ្យរៀងលឺជាលក្ខណៈពេញចិត្តរីករាយដែលញាតិញោមបានចំណាយពេលស្ដាប់ធម៌ទេសនារបស់លោកនារានឹងហើយកាលណាញាតិញោមអនុមោទនារៀងលឺទៅបានបុណ្យច្រើនហើយលោកក៏សប្បាយចិត្តដែរណាញាតិញោមណាដោយពាក្យមួយគេថាអនុមោទនាតិចបានបុណ្យប៉ុនផ្លែកសាំងអនុមោទនាខ្លាំងបានបុណ្យប៉ុនចង្អេញាតិញោមណាអនុមោទនាលឺជាងគេបានបុណ្យប៉ុនងាត់ទលេមកវាំងសូមអនុមោទនាបើតែប៉ុណ្ណឹងបានបុណ្យប៉ុនងាត់ទលេញាតិញោមយកឲ្យបានច្រើនទេអាត្មាភាពយកទៅញាតិញោមយើងប្រគេនទេប្រគេនប៉ុណ្ណាយកប៉ុណ្ណឹងណាញាតិញោមចឹងលេនៅធម៌ទេសនាសន្មតតែចប់ក៏ប៉ុន្តែមុននឹងបញ្ចប់អង្គខ្ញុំប្រកាសអាត្មាភាពក៏សូមទំនាក់ប្រមូលអង្គការមហាជីវសលដែលកើតចេញអំពីសម្ដានទឹកចិត្តរបស់លោកគ្រូផងមានចាគ្រប់ប្រាណលោកយាយលោកតាអិសរាធិបតីសម័យដើមទៀតប្រធានតាមប៉ុនរបស់លោកជាសាធុសប្បុរសស្រីប្រុសទាំងអស់សូមបុណ្យកុសលរបស់ញាតិញោមឧទ្ទិសជូនដល់បុព្វការីជនរបស់ញាតិញោមសូមលោកបានទទួលអនុមោទនាទទួលហើយសូមលោកបានភាពរៀបក្រៅដល់ជួបពរជួបជ័យសិរីសួស្តីដល់ញាតិញោមសូមបានសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារហើយមួយចំណែកលើទៀតនោះអង្គយកប្រកាសអាត្មាភាពព្រះវិខរៀបដល់រៀបប្រជូនពរជួបជ័យសិរីសួស្តីដល់ញាតិញោមចំពោះបរិស័ទប្រុសក៏ដូចជាមេត្តាខន្តីអភ័យអត់ទោសផងបើសិនជាអង្គខ្ញុំប្រកាសអាត្មាភាពសម្ដែងធម៌ទេសនាទៅជ្រុលមួយពាក្យសម្ដីនិយាយស្ដីមិនខុសបីក្នុងវិញ្ញាណបលែងជន់ជំរាបត្រង់កន្លែងណាមួយនោះក៏សូមមេត្តាខន្តីអភ័យអត់ទោសដល់រូបអង្គខ្ញុំប្រកាសអាត្មាភាពផងដែលតែអង្គខ្ញុំប្រកាសអាត្មាភាពភាសានៅខ្ចីវ័យនៅក្មេងសម្លេងមិនទៅល្អធម៌មិនទៅល្អចាប់បញ្ចង់អ៊ីងរៀនបានតិចភ្លេចវិច្ច្រើនមកខ្លាំងសម្ដែងធម៌ទេសនានៅក្នុងគណៈពេលនេះបើសិនជាជ្រុលឬមួយតែខ្វះខាតត្រង់ច្រឡំណាមួយនោះក៏សូមមេត្តាខន្តីអភ័យអត់ទោសទាំងអស់គ្នាផងញាតិញោមញោមអើយ
ញាតិញោមបានត្រូវយកចោលហើយមកខំទម្លាក់ចោលតាមផ្លូវទៅណាញោមណាហើយលោកនារីនឹងស៊ីចូលទេព្រោះមិនព្រោះអីបញ្ចូលលោកថាព្រោះសบายចិត្តណាញាតិញោមណាស្ដាប់បាននេះបញ្ចូលលោកថាស្ដាប់បានសบายចិត្តណាដល់វត្តវិញខិតខំប្រឹងប្រែងរៀនសូត្រក្រែងលោកថ្ងៃក្រោយមានឱកាសបានញោមញាតិនិមន្តមកនឹងបានទេសនាជូនញោមញាតិយើងស្ដាប់ទៀតតែប្រយ័ត្នតែទេសនាចុះពីលើក្រែមិនទាន់ផុតញាតិញោមដែរលោកនារីនឹងទេសមិនកើតស្ដាប់មិនបានថ្ងៃក្រោយលែងមុនលោកនឹងមកទេសហើយដល់វត្តវិញអត់ចិត្តសូមមកសឹកបានទៅណាញោមណាចឹងហើយចិត្តបញ្ចូលលោកទៅក្រែងលោកថ្ងៃក្រោយមានឱកាសបានទេសនាជូនញាតិញោមយើងស្ដាប់ទៀតណាមួយអាត្មាភាពចាត់ទុកញាតិញោមដូចជាម្ដាយឪពុកទី2របស់អង្គខ្ញុំប្រកាសណាអាត្មាភាពអញ្ចឹងម្ដាយឪពុកពិតណាស់បើសិនជាកូននិយាយទៅខុសត្រូវអីតិចតួចមិនប្រកែមិនប្រកាន់ទេណាញាតិញោមបើសិនជានិយាយទៅខុសត្រូវអីទម្លាក់ចោលតាមផ្លូវឲ្យបន្តកាន់ទៅអស់ទៅហើយបើសិនជាត្រូវយកទៅដល់ផ្ទះសម្រាប់ជាបុណ្យជាកុសលទាំងអស់គ្នាហើយមួយចំណែកលើទៀតនោះអង្គខ្ញុំប្រកាសណាអាត្មាភាពក៏សូមជូនពរជូនជ័យសិរីសួស្តីដល់ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រិយទាំងអស់នៅក្នុងថ្ងៃថ្មីនៅក្នុងខែថ្មីនៅក្នុងឆ្នាំថ្មីសូមប្រកបជួបប្រទេសនៅសិរី3ប្រការពុទ្ធពររបស់ព្រះសម្មាសម្ពុទ្ធ5ប្រការគឺអាយុវណ្ណៈសុភៈពលៈនិងបដិភិនិកកុំឲ្យឃ្លាវឡើយសេចក្តីសុខសេចក្តីចម្រើនសុខទាំងកាយសុបាយទាំងចិត្តដំណើរជីវិតបញ្ជូនទៅទីចិត្តទីឆ្ងាយសូមឲ្យមានគេអាណិតមានគេស្រឡាញ់មានគេអត់ទោមានគេរាប់អានមានលុយមានកាក់មានមាសមានប្រាក់បានតការតលាតប្រកបជួបប្រទេសនៅសម្បត្តិទាំងឡាយ3ប្រការគឺសម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអស្ចារ្យគឺសម្បត្តិព្រះនិព្វានប្រតិបត្តិញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសមានចិត្តបរិប្រាថ្នាលើសម្បត្តិណាមូលសោក៏សូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នាកុំឲ្យឃ្លាវឡើយសូមអនុមោទនាសូមអនុមោទនាដល់ព្រះកណានុបទាបច្ច័យ4កតញ្ញូកតវេទីសូមអនុមោទនាកាយ៉ាងសង្ឃេបេនិសមតាខទេសនាសម្ដែងដោយអង្គខ្ញុំព្រះករុណាអាត្មាភាពព្រះភិក្ខុរៀបលរិយសន្និបាតកញ្ចប់ដោយសង្ខេបបែបរៀងវែងអេវ៉ាំង